នៅក្នុងពិភពកសិកម្មគ្មាននរណាម្នាក់មិនស្គាល់ជីដេពេលនោះទេវាត្រូវបានគេហៅថាមាសខ្មៅឬក៏ស្ដេចជីត្របាតប៉ុន្តែអ្នកធ្លាប់ដឹងទេថាគ្រាប់ជីតូចៗទាំងអស់នេះមានប្រភពចេញពីណាហេតុអ្វីបានជាវាមានឥទ្ធិពលខ្លាំងទៅលើដីស្រែនិងចម្ការហើយកម្ពុជាយើងមានលទ្ធភាពផលិតវាបានដោយខ្លួនឯងបានដែរឬទេថ្ងៃនេះយើងនឹងបកស្រាយចម្ងល់ទាំងអស់នេះនៅក្នុងវីដេអូជីដេត្រូវបានអភិវឌ្ឍឡើងក្នុងទសវត្សរ៍ឆ្នាំ1950នៅសហរដ្ឋអាមេរិកវាជាបដិវត្តន៍នៃការផ្ដល់ជាតិផូស្វ័រដែលមានកំហល់ខ្ពស់បំផុតវិធីបង្កើតជីដេកើតចេញពីប្រតិកម្មគីមីរវាងអាម៉ូញ៉ាកនិងអាស៊ីតផូស្វ័រិកដំណើរការផលិតរបស់វាគឺគេយកអាម៉ូញ៉ាកក្នុងទម្រង់ជាឧស្ម័នបាញ់បញ្ចូលក្នុងអាស៊ីតផូស្វ័រិកប្រតិកម្មនេះបង្កើតបានទៅជាសារធាតុរាវរួចគេយកទៅសម្ងួតនិងកែច្នៃទៅជាគ្រាប់តូចៗដែលយើងប្រើប្រាស់សប្តាហ៍ថ្ងៃរូបមន្តគីមីដែលគេទទួលបានបន្ទាប់ពីបាញ់អាម៉ូញ៉ាកចូលក្នុងអាស៊ីតផូស្វ័រិកគេនឹងទទួលបានឌីអាម៉ូញ៉ូមផូស្វ៉ាតនៅពេលគ្រាប់ជីដេប៉ះជាមួយនឹងសំណើមដីនិងទឹកវានឹងរលាយចេញជាពីរផ្នែកភ្លាមៗគឺអ៊ីយ៉ុងអាម៉ូញ៉ូមនិងអ៊ីយ៉ុងផូស្វ៉ាតចំណុចពិសេសរបស់វាគឺបង្កើនកម្រិត pH នៅជុំវិញគ្រាប់ជីបណ្ដោះអាសន្នវានឹងជួយឲ្យរុក្ខជាតិស្រូបយកសារធាតុផូស្វ័រទោះបីក្នុងដីនោះមានជាតិអាស៊ីតក៏ដោយវាជារង្មុនរចនាឡើងដើម្បីឲ្យឫសស្រូបបានលឿនបំផុតចំពោះស្រូវជីដេជួយឲ្យស្រូវដុះឫសជ្រៅធន់នឹងខ្យល់មិនងាយដួលនិងជួយជំរុញការបែកគុម្ពបានច្រើនវាធ្វើឲ្យគ្រាប់ស្រូវដាក់ទឹកបានពេញនិងមិនស្កកចំពោះដំណាំចម្ការទុរេនម្រេចនិងដំឡូងមីវាជួយពង្រឹងដើមឲ្យរឹងមាំនិងជួយជំរុញនឹងការចេញផ្កាឲ្យស្រស់ផូស្វ័រ 46% ក្នុងជីដេគឺជាថាមពលស្នូលដែលធ្វើឲ្យផ្លែឈើមានទំហំធំនិងមានគុណភាពប៉ុន្តែការប្រើប្រាស់ហួសកម្រិតអាចធ្វើឲ្យដីរឹងនិងហាប់ហើយបើសិនបាជីនៅចិត្តឫសពេកវានឹងធ្វើឲ្យរលាកឫសឬក៏ងាប់កូនដំណាំពេលប្រើប្រាស់យើងគួរប្រើជីដេជាមួយនឹងកាលីឬក៏អ៊ុយរ៉េលាយជាមួយនឹងជីធម្មជាតិវានឹងធ្វើឲ្យដំណាំល្អនិងមិនខូចដីតែកម្ពុជាអាចផលិតបានទេកម្ពុជាមានលទ្ធភាពប៉ុន្តែប្រឈមនឹងបញ្ហាធំពីរទី1វត្ថុធាតុដើមយើងមានថ្មផូស្វ៉ាតនៅខេត្តកំពតនិងខេត្តបាត់ដំបងដែលអាចយកមកផលិតជាជីផូស្វ៉ាតធម្មជាតិបានប៉ុន្តែដើម្បីផលិតជីដេយើងត្រូវការរោងចក្រដែលបំបែកអាស៊ីតផូស្វ័រិកនិងរោងចក្រផលិតអាម៉ូញ៉ាកខ្នាតធំទី2គឺថាមពលនិងបច្ចេកវិទ្យាការផលិតជីដេត្រូវការថាមពលអគ្គិសនីនិងការវិនិយោគរាប់លានដុល្លារបច្ចុប្បន្នកម្ពុជានៅតែបន្តនាំចូលជីដេប៉ុន្តែនៅថ្ងៃអនាគតបើសិនបើការវិនិយោគវិស័យគីមីកើនឡើងយើងអាចនឹងឃើញរោងចក្រជីដេដំបូងគេនៅលើទឹកដីខ្មែរដើម្បីជួយកាត់បន្ថយតម្លៃជីជូនកសិករយើងកសិករឆ្លាតវៃចាប់ផ្ដើមពីការយល់ដឹងពីជីដែលអ្នកប្រើប្រាស់បច្ចុប្បន្នយើងបានផលិតជីអំពណ៌ដែលមានគុណភាពខ្ពស់ចំនួន2រូបមកឈ្មោះរបស់វាគឺជីស្លឹក3វាមានគុណភាពខ្ពស់ជាជម្រើសដ៏ល្អសម្រាប់កសិករវាមានសារធាតុចិញ្ចឹមសំខាន់ៗដូចជា N, P និង K ហូម៉ូន micronutrient និងជីធម្មជាតិវាជួយឲ្យឫសធំរឹងមាំនិងស្រូបយកអាហារបានយ៉ាងល្អងាយរលាយក្នុងទឹកងាយបាញ់ជួយឲ្យដំណាំលូតលាស់ស្មើគ្នានិងទទួលបានទិន្នផលច្រើនកាត់បន្ថយការចំណាយប្រើបានលើដំណាំស្រូវបន្លែដំណាំផ្លែឈើនិងដំណាំគ្រប់ប្រភេទ